con bông đã con bôngសួស្តីបងបងឥឡូវម៉ោង 6:45 ខ្ញុំទៅបានចេញទេថ្ងៃនេះដោយសារឥឡូវរៀងបាក់ទឹកចិត្តវាដឹកអត់សូវបានដូចមុនចេះតែថប់លេងមួយថ្ងៃដល់យប់បាន 40000 អីថ្ងៃណាខ្លះហេងទៅបាន 60000 អញ្ចឹងទៅម្សិលមិញបាន 45000 ចាក់សាំងអស់ 15000 ស៊ីអស់ 20000 សរុបមកមួយថ្ងៃដល់យប់សល់លុយ 10000 មឹងអីមានបងនៅចុះឈ្មោះដឹកច្រើនណាឥឡូវឃើញសិតអាវថ្មីទុងថ្មីតាមផ្លូវគោកព្រាតសម្រាប់បងថ្មីអត់ទាន់នឹងគេទម្លាក់បងឲ្យដឹកខំប្រឹងដឹកបងលេងសិតតែមួយថ្ងៃ 170000 មួយថ្ងៃ 20000 សុំខ្លាចហើយចំណែកបងយើងជាអ្នកចាស់ទាំងអស់គ្នាកុំភ័យបងមិនយូរទេគង់តែដូចដើមវិញបងយ៉ាងច្រើនតែមួយឆ្នាំលេងអីហើយបងទី1បានហើយមកជើងនេះឆ្ងាយគ្រាន់បើខ្ញុំមកតែឃើញអាកាហ្វេក្តៅនឹងហាងណាក៏ខ្ញុំខ្លាចដែរពីច្រើនដឹកគឺដឹងតែកពុបហ្មងទោះបីជាថ្នមយ៉ាងណាក៏ដោយមកបងនេះក្រោយវាំងដឹកទៅសាន់រ៉ាយទួកោកជាតិបាន 7100 បងនេះក៏ទៅដឹកតែ food ក៏បានដែរឲ្យតែបានតម្លៃប៉ុណ្្នឹងតែភាគច្រើនគឺអត់ទេចូល1ម៉ោងអីស្ងាត់ឲ្យឈឹងតែហ្មងថ្ងៃណាបើសិនជាយើងអត់ជិះដើររត់ទេកុំសង្ឃឹមតែមានបងដឹកអត់តែហ្មងតោះតែជិះជ្រេដើររត់ពេញតាមពេញនឹងឯងខំជិះដើររត់ដែរតែគេមិនដាក់ឲ្យគឺអត់ហើយកុំបាក់ទឹកចិត្តបងស៊ូទៀតថ្ងៃពី10ម៉ោងសល់តែ 60000 បានហើយផាត់ថ្លៃសាំងថ្លៃស៊ីសល់តែ 40000 ក៏បានដែររស់ហើយបងថ្មីបើឃើញវីដេអូនេះពួកបងកុំខ្សែចំអកអីវាជារឿងធម្មតាទេដឹកបានដឹកគាត់បានថ្ងៃនេះថ្ងៃឈប់សម្រាកសោះថ្ងៃបុណ្យក្រុងរាជសម្បត្តិព្រះមហាក្សត្រតែខ្ញុំឆ្ងល់ស្ងាត់អត់មានអ្នកដឹកអញ្ចឹងអត់មានអ្នកដឹកហើយក៏អត់មានបងដែរថ្ងៃនេះបងបើសិនជាបានមើលវីដេអូនេះបងចូលផ្ទះមកហ្មងអូឡែដែលខ្ញុំសួរអញ្ចឹងភាគច្រើនបងចូលផ្ទះពីថ្ងៃដោយសារតែថ្ងៃនេះដឹងតែអត់មានបងហើយ 100%ហ្មងចំណែកខ្ញុំសង្ស័យបានតែមកបងនឹងទេមើលទៅបងស្អាតគិតមើលខ្ញុំជិះពីផ្លូវកម្ពុជាក្រោមរហូតមកដល់ក្រោយវាំងមិនជាប់បងគិតមើលមិនតិចគីឡូណាខ្ញុំអត់ឲ្យចាញ់ក្រុមហ៊ុនទេខ្ញុំជិះរោបងតតបានខ្ញុំឈប់តែបងកុំធ្វើតាមខ្ញុំធ្វើនឹងអស់លុយចាក់សាំងមិនតិចទេជិះចុះជិះឡើងឥឡូវបានមកបងឥឡូវឈ្នះចិត្តក្រុមហ៊ុនណាខ្ញុំក្តៅចិត្តម្សិលមិញអង្គុយនៅពេញហួត Premier 598ហ្នឹងអង្គុយឡើងចិត្ត1ម៉ោងអង្គុយសុក Express Load ចូលមកបង 14000 គិតថាអញអើយម្ដងនេះរៀបនឹងឡើងម៉ូតូអីហ្នឹងស្ងោកមើលទូរស័ព្ទភ្ញៀវ cancel បាត់និយាយថាបើកាយ៉ាវយើងសួយអីដល់ណាក៏សួយដែរដំណាក់កាលហ្នឹងឯងមានភ្ញៀវនៅប្រេងយើងទៀតគិតមើលសឹងអីចុងក្រោយគាត់ធ្វើអញ្ចឹង 14000 ពី598ទៅបរិយប្រភពថ្មីចំការដូងមួយបានជាតិតែវាខ្ញុំស៊ាំរឿងចឹងវាលែងស្ដាយធ្វើមិនអីវ៉ាន់ Express បើសិនជាភ្ញៀវណាគាត់ថាគាត់អត់ cancel ទោះបីជាយើងយូរប៉ុណ្ណាក៏ដោយក៏យើងអត់ cancel ដែរតែបើថាកាយ៉ាវ cancel ហើយជិះដល់មុខផ្ទះក៏គាត់ cancel ដែរស្អីជាតម្លៃតែយើងអ្នកដឹកគ្មានសិទ្ធិតវ៉ានឹងភ្ញៀវទេភ្ញៀវជាស្ដេចបងមានតែពាក្យតែម្យ៉ាងទេគឺទ្រាំហើយបន្ទាប់ពីភ្ញៀវ cancel ហើយខ្ញុំក៏បាក់ទឹកចិត្តខ្ញុំក៏ជិះម៉ូតូមកដេកទាំងថ្ងៃចឹងទៅមុននឹងដេកខ្ញុំខំជិះដើររ៉ូដែរពី598ខ្ញុំជិះទៅទួលគោកហើយជិះទៅកម្ពុជាក្រោមវិញជិះទៅកម្ពុជាក្រោមហើយអត់មានទៀតទៅអូឡ িম্প ិកទៀតទៅអូឡ িম্প ិកប្រហែលជាជិតកន្លះម៉ោងទៅអង្គុយម្ដុំសម្រិទ្ធស័ក្តិហ្នឹងហើយជាជិតកន្លះម៉ោងនៅតែអត់មានទៀតដល់កហើយបិទអេបទៅដេកហ្មងអត់ខ្វល់ខំទៅអីថ្ងៃបងបន្ទប់ជួលនៅកន្លះខែទៀតមិនដល់ចាំដល់ថ្ងៃហ្នឹងចាំប្រឹងមែនទេបងបាទមកបងនេះជិះរៀងយូរចិត្តកន្លះម៉ោងមិនដល់សំណាងអីដឹកអត់កពុបកាហ្វេក្តៅនោះភាគច្រើនដឹកគឺកពុបមកតែអីទេឥឡូវបាន 7000 ហើយឥឡូវខ្ញុំមកដល់កន្លែងឃ្លាំងបងហើយនៅតែអត់មានបងលោតចូលទៀតឥឡូវមានតែជិះដើររ៉ូដល់អត់ដើររ៉ូទេគឺស្ពៃឯងបងទី1ចិត្តតង់8បានដឹកចប់ហើយដើររ៉ូបងថ្ងៃសបោសំដល់សបោឥឡូវថ្ងៃបុណ្យបែរជាអត់វិញឥឡូវចប់ស្ពៃគុណបងជាតិមកបងនេះជាតិ
វងមូលតួកកនេះខ្ញុំថតឲ្យបងមើលហើយតិចទៀតលែងមានវាយ៉ាងយូរកន្លះឆ្នាំទៀតគេដកចេញបាត់ហើយខ្ញុំកាលដឹកដំបងបានវាហ្នឹងហើយបានខ្ញុំអត់វិញឥឡូវបើដកទៀតចប់ហើយអ្នកដឹកថ្មីដឹងទឹកភ្នែកហើយសុំថតមួយខ្ញុំចូលយកបាទអរគុណបងបានធីប400រៀលបងនេះលើ400ថ្ងៃត្រង់ណាតើមាន Express ដឹកតា food ឡើងមកព្រឹកហើយ food ហើយនឹងម៉ានអត់ទាន់ដាក់ដល់ជាវឥឡូវចូលលបងទៀតហ្នឹង food ទៀតយកទៀតអត់ផលមកឆាបងអូបានអរគុណបងអរគុណបងជើងនេះបានថោកតែភ្ញៀវក៏ឲ្យធីប 1000 ស្អាតហើយចិត្តអទៀតចាអរគុណចា 1000 ទៅ 10 ជើងយើងរួចទេ 10000 រួចថ្លៃសាំងហើយតែកម្រភ្ញៀវយូរអីមានមួយតែបើបរទេសអីស្បោសាយកពីកាហ្វេពីកន្លែងមិញឥឡូវទៅដឹកទៅកន្លែងជីកទៅកន្លែងមិញទៀតជាតិមកមួយជើងនេះលើសអាជើងមុន500ជើងមុន2002អានេះ2007តែđâyជាតិអូងាប់ហើយលេងចឹងអីងាប់ហើយទីតាំងដាក់ក្បែរអង្គតែនទូកកហើយបណ្ណៅនៅអាស័យកែវនេះលេងចឹងចប់ហើយជីករលវិលរអត់ឃើញតសួរបជាបងខ្ញុំនៅអាស័យកែវលឺអញ្ចឹងធ្លាក់ឡើងដុកមកអញទៀតហើយតែអត់អីទេរកគាត់ឃើញហើយរកដល់ឃើញកុំចូលជាមួយខ្ញុំរកដល់ឃើញបាទអរគុណបាទឥឡូវម៉ោង 7:09 ហើយបាន 23000 អស់លុយឲ្យលីងដាក់លុយសិនចាំមកមានបងលូតចូលដឹកទៅដោះគោឲ្យខ្ញុំមួយជើងមិញអស់ 70000 ជាងដាក់លុយ 80000 ចូលមកបងក្រែបម៉ាតហ្នឹងអស់លុយឲ្យលីងដល់របងទៀតបងនេះរៀងចម្លែកតិចភ្ញៀវគាត់អត់បានចេញមកយកគាត់ឲ្យពាក់នៅដែកពីណាទេហើយថតដាក់អីគាត់មើលនៅកន្លែងនេះឃើញដាក់ចឹងខ្លាចតែបាត់ហ្នឹងមែន easy លុយសតពួកខ្ញុំស្រួលណាឲ្យតែភ្ញៀវឲ្យប្រាប់តម្រុយថាដាក់កន្លែងណាគឺដាក់ហើយតែអត់ជាបញ្ហាមកសំខាន់ចិត្តដល់ម៉ោងបាយតែដឹកបានតែប៉ុណ្្នឹងឡើងចប់ស្ពៃតែយ៉ាងណាក៏ផ្សាយចិត្តអត់ដែរយកហើយមិនមកចាំគិតទៀតថ្ងៃកាន់តែខ្ពស់ហើយតែលុយដូចជាអត់ឡើងសោះតែហ្មងភាគច្រើនពេលព្រឹកដឹកពូតពេលថ្ងៃអាចដឹក Express អញ្ចឹងណា Express បង10000តែ 3-4 បងឃើញលុយបាត់តែនេះវាអត់ដឹកពីក្នុងផ្សារជុំវាដាក់គេបាទ 2000 ជាងអូជាមកចាំមុនតែបងអញមានលេងសើចណាថ្ងៃពូមែនតើតែបាន 28000 នេះបានប៉ណ្ណឹងទៅសង្ឃឹមស្អីចាក់សាំងស៊ីបាយអស់បាត់ហើយឥឡូវដឹកធូបកាហ្វេមកបងនេះទៅដល់ផ្ទះជាវបានមកបងនេះទៀតគ្រាន់ឡើងលុយគ្រាន់ឲ្យតែមានអីដឹកខ្ញុំដឹកហើយខ្ញុំអត់គូទេឲ្យតែបានលុយចោលហើយម៉ូតូមូលេងចង់ទៅមុខហើយចោលជាហុយដល់ផ្សែងមូចង់ងាប់ហើយមូអត់ទៅចិត្តដល់ថ្ងៃអវសានវាមើលទៅថាខ្ញុំមកយ៉ាប់ម៉ូតូវាយ៉ាប់ជាងខ្ញុំទៀតមានណាបើមួយខែជីកដាច់ប្រេងសិនគ្នា 3-4 ដងឯងជាងថាតាម៉ាក់ដល់តែ 3-4 ដងទៀតដល់តែស៊ូសេហើយម៉ូតូបងឯងញៀវចាប់ដើមខលអត់លើកហើយចេះដល់តែមានរឿងហើយធូប4កែវបន្តិចណាខលអត់លើកដល់ទឹកភ្នែកហើយខ្ញុំម្ដងនេះញាក់សាច់ហើយ A few moments later លេងហើយចិត្តខ្លះមកហើយអត់មានចេញមកយកតែអត់លើកទេបាបអ្នកដឹកហើយចង់ឲ្យចប់4កែវទៀតបន្តិចទៅអត់លើកតាម Telegram ក៏ទេអត់លើកគូទៅបញ្ចប់ឬក៏មិនឡើយ
ចឹងខ្ញុំបញ្យល់លើនេះណាបង បងបាយជួយតែអេទៅបាយមកតាម Telegram នោះមកខ្ញុំបាញ់លោកឲ្យឲ្យបាយបញ្យូកាហ្វេហ្នឹងនៅមុខទ្វារហ្នឹង ចឹងខ្ញុំបញ្យល់លើនេះណាបង ហ្នឹងហើយបងហ្នឹងហើយ ពាក់វាឲ្យស្រួលយ៉ាងមែនខ្ញុំពាក់ចឹងខ្លាចតែមានអ្នកមកយកទេខ្ញុំមកយកចាប់ប្រហើយសង្ស័យតែបាត់ហ្នឹងយកដែរអត់เราជីរោទៅធ្វើម៉ូតូបន្តិចសិនព្រោះវាជីលេងទៅមុខហើយផ្សែងក៏ហុយមូហ្គាមលឺទៅសលេងចាប់ហើយដឹកបាន 20000 ធ្វើម៉ូតូអស់ 20000 ចាប់ហើយទេបងដូរកវ៉ាត់អស់ 20000 ថ្លៃហ្មងគាត់ថា 20000 តែគាត់យក 19000 ថែមប្រេងម៉ាស៊ីនអាមួយកំប៉ុង 20000 នឹងឲ្យមួយកំប៉ុងទៀតបើសម្រាប់ខ្ញុំគិតថាថ្លៃតែកន្លែងគាត់ធ្វើរៀងល្អអញ្ចឹងមកខ្ញុំធ្វើមានអីដឹកសុកឥឡូវគាស់ខ្ទេចអស់ហើយមានអីទៀតនិយាយរួមមកកណាត់មុខគាស់ដាច់ប៉ិតហ្មងដាច់បាទយកមកបាយចេញដាក់កន្លែងហ្នឹងប្រាំងក្រោយក៏អស់ដែរអស់បាយប្រាំងក្រោយអស់ហើយបងអស់ចាំមើល5ថ្ងៃក្រោយចាំមកដោះដាក់សរុបត្រូវបាយចេញបាយហ្មងបាទ1400បាទ1400បាទ18ម៉ូតូខ្ញុំជិះតិចអត់ទេលោកមិនកាត់កន្លែងនេះបងជាម៉ូតូគាត់រត់ទិញម៉ូតូខ្ញុំ08គាត់ឲ្យខ្ញុំដាក់លុប 1400 អូតាំងពីម៉ោង 2:10 មកដល់ឥឡូវជិត 3 ម៉ោងសម្រាប់ធ្វើហើយហើយចាប់តាមបើកអនឡាញនេះសិនបើអត់បើកអនឡាញអត់កើតទេបងមកក្លូតបើកអនឡាញនេះសិនចាំអស់ចិត្ត1ម៉ោងឥឡូវចូលលបងហើយ Express បាន 5000 តាំងពីព្រឹកមកតាំងពីម៉ូតូខូចទៅចូលលបងនេះជាតិមកតោះយកក៏មុនហើយចូលហើយ 5000ម៉ែសំខ្លាញហើយដាក់ទីតាំងខុសឡើង72គីឡូខំសួរបញ្ជាក់ទេណាបងត្រូវអត់ត្រូវហើយជីតាមហ្នឹងជីតាមគាត់ឥឡូវចប់មានតិចទេណា72គីឡូតូចាក់សាំងទីបំផុតដល់ហើយរកឃើញជីចង់ឈួត6100បងខុសមិនហ៊ានប្រាប់ភ្ញៀវថាខុសទៀតហ្នឹងយកហ៊ានយកលុយភ្ញៀវលើសមកបងក្រុមហ៊ុនបិទអេបាត់ផុតដឹកហើយណាតែបងជួយដាក់លើក្រោយដាក់ទីតាំងឲ្យត្រូវមកបងអើយនិយាយរួមបាច់1គីឡូបងតែ5-600 ម៉ែត្រនោះពួកខ្ញុំជិះវែងចិត្តឆ្ងាយក៏ដោយបងដាក់ទីតាំងឲ្យត្រូវមកស្រួលការងារលឿនទាំងអស់គ្នាហើយបើឲ្យពួកខ្ញុំទៀតលុយភ្ញៀវថែមមិនកើតវាអត់សមទេហើយខ្ញុំក៏អត់ចង់បានដែរដឹកតាំងពីម៉ោងតាំងពីព្រលឹមដល់ព្រលប់ឲ្យតាមបាន Express មួយនេះថ្លៃគ្រាន់តែចាក់សាំងហើយចូលភ្លុកនេះហ្នឹងបានអែមជើងនេះបាន 11000 វាឆ្ងាយគួរសមញៀវប្រហែលគាត់នៅគៀននឹងមិនដឹងនេះតែទៅសិនអូមកបងបាទបងដឹកឯកសារឲ្យឆ្លៀតឲ្យទៅយកម្ហូបទៅឲ្យសង្សារគាត់ទៀតលុយរបស់គាត់នេះជើងនេះបោកទាំងយកម្ហូបឲ្យហានីគាត់ផងគាត់ឲ្យ 17000 ប៉ុណ្ណឹងក៏បានដែរគ្រាន់ហើយរួចថ្លៃចាក់សាំងមិញចាក់អស់ 14000 តែថ្ងៃនេះលងដើមធ្ងន់ណានិយាយមែនរើម៉ូតូឡើងអស់ 20000 គិតមើលឥឡូវរើឲ្យម៉ូតូនៅចាក់ទឹករហូតអត់ហ៊ានជិះលឿនទេជាងថាបើជិះលឿននឹងឆេះវាអាចនឹងគប់ពេម្ដងទៀតអញ្ចឹងអត់ទេអត់ហ៊ានជិះលឿនទេសួរម្ដងទៀតបងណាធ្លាប់ធ្វើម៉ូតូដូរអាកវ៉ាត់អីហ្នឹងដូរអស់ប្រហែលធ្វើអស់ប្រហែលឬក៏ខ្ញុំត្រូវជាងកោឬក៏មិនថ្ងៃមុនខ្ញុំសួរជាងនៅស្រុកគាត់ថាធ្វើអស់ 100000 ជាង 100000 ស្ដើងតែនេះឡើង 20000 ហើយអញ្ចឹងបើបងណាដឹងតម្លៃជួយ comment ប្រាប់ខាងក្រោមផងហើយជាងនំពេញមានជាងណាល្អបងជួយប្រាប់ផងឥឡូវមានហ៊ានជិះលឿនឯណាជិះលឿនមិនកើតជិះទៅណាកូប៉េជិះប្រហែលជាដី500 ម៉ែត្រឈប់ចាក់ទឹក500 ម៉ែត្រឈប់ចាក់ទឹកមកបងមើលតែកដុងខ្ញុំដាក់ពីមុខទៅដឹងហើយកដុងនឹងជាងគាត់ឲ្យគាត់ខ្លាចគ
កូប៉េម៉ូតូក៏ដោយដល់ទឹកចាក់រហូតដល់អត់ចាក់ទេដល់មានបញ្ហាសរុបមកម៉ោង 3:74 ហើយអត់ទាន់បាន10រៀលទេតាំងពីព្រឹកចេញចឹងអីទៅសង្ឃឹមស្អីបងហើយក៏ម្នាក់ក៏ភ្លុកទឹកភ្លុកដីបុកមកដាក់ពាក្យចូលដឹកក្រេបម្លេះពេលចូលច្រើនចឹងបងឯងក៏ស្បៃខ្ញុំក៏ស្បៃទាំងអស់គ្នាមួយនោះស្ងាត់ហ្នឹងស្ងាត់ហ្នឹងបងឯងស្ងាត់ហ្នឹងបងនោះហើយណាក៏បងបាត់ឲ្យបានមួយទៀតហៅឡូបងហៅឡូលីបងចាំទីបងនៅហ្នឹងចាំខ្ញុំជិះទៅបងរដងភ្ញៀវគាត់ភាគច្រើនគឺចេញចាំនៅខាងក្រោយអញ្ចឹងបានខ្ញុំទម្លាប់ចាំនៅខាងក្រោយតែនេះគាត់ចេញមកពីសួនមកនោះឃើញគាត់សំណាងហើយបានគាត់ទេសួររបើគាត់អត់ទេរគាត់ខ្សែមកនេះគាត់ដាក់នៅចំហៀងនេះឯងខ្ញុំស្មានតែគាត់ធ្វើការនៅក្នុងវឌ្ឍនៈហ្នឹងតែបានខ្ញុំជីទៅពៀនតាមពិតគាត់នៅនេះសោះអើយបាត់មួយសិននិយាយមែនឡើងអានេះខ្លាចតែល្អិលនេះនិយាយមែនតែម៉ូតូអត់កាឡាផងតែកាឡាភាគច្រើនល្អិលទៅពេលភ្លៀងនេះអានេះវាមិនល្អិលអីទៀតមួយជើងនេះម៉ោង5ជាងហើយវាល្មមផ្ទះខ្ញុំខ្ជិលទៅនៅទៀតអត់មានបងដឹកផង13100បាទអរគុណបាទសរុបមកពីម៉ោង 6:45 នាទីព្រឹករហូតដល់ម៉ោង 5 កន្លះល្ងាចបងដែលខ្ញុំដឹកបានគឺ9បងចំណែកលុយបាន 47,000 ជាតិនៅលើផ្លូវមួយខ្លាយជាមហាសេដ្ឋីរបស់ខ្ញុំពិតជាកណ្ដោយកណ្ដែងខ្លាំងណាស់បើសិនជានៅតែបែបហ្នឹងទៀតមិនដឹងថាបាយទឹកឯណាទេខ្ញុំមួយថ្ងៃទល់យប់ដឹកបាន 40,000 សំខាន់ថ្ងៃនេះគឺម៉ូតូខូចទៀតចប់អញ្ចឹងសរុបមកវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេបងបើសិនជាបងពេញចិត្តដំណើរដល់រ៉ោករ៉ារបស់ខ្ញុំនេះសូមបងជួយចុច Subscribe ជួយចុចមេដៃនិងចុច Follow ម្នាក់មួយផងហើយសម្រាប់វីដេអូបន្ទាប់តើបងចង់ឲ្យខ្ញុំធ្វើអំពីអ្វីបន្តទៀតបងអាច comment នៅខាងក្រោមបានចង់ឲ្យខ្ញុំធ្វើវីដេអូដឹកពេលយប់ឬក៏យ៉ាងណាឬក៏ឲ្យខ្ញុំធ្វើ challenge អីផ្សេងទៀតអាច comment នៅខាងក្រោមបានហើយសម្រាប់ថ្ងៃនេះមានតែប៉ុណ្្នឹងទេបងអរគុណបាយបាយ